បាទជួត្រឹមបងប្អូនអ្នកបាទថ្ងៃនេះគឺមានម៉ូតូស្កូពីមួយបាទគឺគាត់ថាគាត់ចែកខ្លាំងមែនតើបងប្អូនអ្នកបាទនេះឃើញបងប្អូនបាទមើលដល់ស្មានគឺដឹងហើយបាទគឺសំណើមសើមជោគនៅស្មានក្រោមហ្នឹងតែមើលខ្ញុំដាក់ឲ្យកាមេរ៉ាមើលចំនេះបងប្អូនបាទនេះឃើញបងប្អូនបាទគឺសាច់ព្រោះមកបណ្ដោយបាទមិនមែនតែផ្សែងធម្មតានេះគឺព្រោះប្រេងចេញមកបណ្ដោយបាទឃើញបងប្អូនបាទព្រោះតែយើងជិះកាន់តែក្តៅផងហុយផ្សែងកាន់តែខ្លាំងបាទបើសិនតែយើងធ្វើគប់យកខ្មុំមកគឺអូខេបងប្អូនបាទគឺផ្សែងខ្លាំងតែបាទឥឡូវគាត់សម្រេចចិត្តយកមកឲ្យជាងរុនពើបាទហើយសម្លេងម៉ាស៊ីនគឺស្រាប់ទៅគឺលន់ខ្លាំងមែនតើបាទលន់ខ្លាំងណាស់បាទឥឡូវយើងទៅមើលចាប់ដើមធ្វើរបស់គ្នាបងប្អូនបាទបាទឥឡូវយើងចាប់ដើមយកខ្សែរ៉ាមកបាទទូខ្សែរ៉ាបន្តិចបាទយើងចាប់ដើមរើទាំងអស់គ្នាបាទតើមើលម៉ូតូនេះតើវាមានបញ្ហាអ្វីបាទបានជាហុយផ្សែងហើយលន់ខ្លាំងបាទឥឡូវចាប់ដើមមើលទាំងអស់គ្នាម៉ូតូនេះគឺគាត់យកមកគាត់ថាជិះតាមផ្លូវនឹងដល់ហុយសឡូមបាទជិះពីក្រោយគេល្អបាទតាបងអើយម៉ូតូនេះហុយផ្សែងខ្លាំងមែនបងបាទហើយក៏គាត់ប្រាប់ថាគាត់យកមកធ្វើហើយបាទគាត់យកមកកន្លែងជាងរុនធ្វើបងប្អូនឥឡូវចាប់ដើមដោះកន្លែងដូចប៊ីហ្នឹងបាទបញ្ហាពិបាកដោះតិចដោយសារកន្លែងហ្នឹងគឺវាដីវាបាច់សាច់មកលាជាមួយនឹងផុកផងគឺយើងពិបាកដកឌុយហ្នឹងបាទដោយសារផុកវាស្នឹមចាប់ជាមួយនឹងឌុយហ្នឹងយើងពិបាករឹកបានតិចបាទឥឡូវចាប់ដើមដោះស្នឹមទូរ៉ាបាទដោះខ្សែដល់អីមកដើម្បីយើងរើមស៊ីនបាទដើម្បីពិនិត្យមើលតើវាមានបញ្ហាអ្វីបានជាវាហុយផ្សែងខ្លាំងណាស់ឥឡូវចាប់ដើមដោះចេញទាំងអស់គ្នាបាទហើយម៉ូតូនេះគឺថាគាត់ធ្វើរួចមុនម្ដងហើយគាត់ធ្វើយូរក្រោយហើយម៉ូតូនេះបាទឥឡូវយើងចាប់ដើមមើលតើភិនភាគេធ្វើសាមុនតើវាមានបញ្ហាអ្វីឬក៏វាមិនបាទឥឡូវយើងចាប់ដើមដោះមើលទាំងអស់គ្នាបាទហើយម៉ូតូនេះសោតផងដែរគឺគាត់មិនសូវតែបានជិះបានទេបាទគឺប្រហែលថ្ងៃមុនគឺគាត់យកមកធ្វើបាទដោយសារម៉ូតូនេះគឺជិះទៅមានអាការៈវាថាទ្រុសត្រាស់បាទយកឲ្យខ្ញុំធ្វើម្ដងហើយបាទដោយសារមករឿងទ្រុសត្រាស់បាទយើងបានដូរនៅអាគុយដូរនៅប៊ូស៊ីគាត់បាទខូចប៊ូស៊ីមួយនៅអាគុយបាទអាគុយគាត់គឺគាត់ថាគាត់តែដូរដែរទេដោយសារគាត់ដូររួចទៅគាត់អត់សូវបានជិះអត់សូវបានជិះទៅអាគុយហ្នឹងគឺវាអស់ភ្លើងអត់កាន់ភ្លើងបាទគឺគាត់អត់សូវបានជិះអញ្ចឹងអត់មានភ្លើងសាកបញ្ចូលបាទមិនដាល់ឲ្យខូចអាគុយហើយខូចនៅប៊ូស៊ីបាទដូចរឿងយូរក្រោយដែរបងប្អូនបាទយើងអត់សូវចាំទេដោយសារគាត់យកមកធ្វើហ្នឹងហើយបាទយើងអត់សូវចាំទេដោយសារយូររឿងយូរក្រោយដែរបាទហើយបន្ទាប់ពីធ្វើរួចទៅគាត់ទុកចោលអញ្ចឹងគាត់នៅឃើញគាត់ចង់រៀបចំបាទយកមកធ្វើមកជិះបាទគាត់យកមកឲ្យខ្ញុំធ្វើម្ដងនេះទៀតបាទគាត់ចាប់ដើមរើម៉ាស៊ីនបាទហើយសាមុនហ្នឹងគឺម៉ូទ័របូមសាំងគាត់គឺរីកខ្សោយផងដែរបាទគឺបូមសាំងក៏បានគ្រប់គ្រាន់ទេហើយគឺជិះមិនសូវស្រួលដែរបាទឥឡូវចាប់ដើមយកមកឲ្យខ្ញុំធ្វើឥឡូវចាប់ដើមធ្វើនោះគ្នាគាត់ថាធ្វើឲ្យគាត់មកស្អាតបាទឥឡូវយើងធ្វើមកស្អាតតាមគាត់បាទហើយចាប់ដើមរស់រើបាទដោះឌុយបាទពួកម៉ូតូអូតូគឺបញ្ហាគឺរឿងខ្សែភ្លើងតិចបាទគឺយើងដោះឌុយដោះអីវារៀងញ៉ៃៗតិចបងប្អូនបាទឥឡូវចាប់ដើមដោះនៅដុំដេតែញ៉ាំរឿងស្លាងតិចបាទហើយដោះនៅឌុយបាទឌុយវារៀងច្រើនតំណបន្តិចដែរបាទហើយចាប់ឡើយចាប់ដើមលើកចេញបាទនេះរឿយរាល់បងប្អូនបាទយើងលើកចេញដើម្បីយើងរើម៉ាស៊ីនឲ្យងាយស្រួលបន្តិចបាទអត់មានឆ្លាស់បងប្អូនបាទកាលណាយើងលើកចេញនេះគឺរើម៉ាស៊ីនអត់កើតទេចាប់ដើមដោះស៊ីម៉ាំងបាទស៊ីម៉ាំងពួកភ័យនេះគឺរឿងធ្ងន់បន្តិចបាទពួករឿងសេរីចាស់រឿងធ្ងន់ណាស៊ីម៉ាំងបើពួកសេរីថ្មីគឺរឿងស្រាលបាទគឺស្រាលមែនតើបាទហើយលើចាប់ដើមដោះខ្សែស៊ីម៉ាំងខាងក្រោយពីដើមហ្នឹងមកបាទហើយលើចាប់ដើមយកចេញមកបាទឃើញបងប្អូនបាទឥឡូវយើងចេញមើលព្រៃឃើញបងប្អូនបាទព្រៃដកសើមឡាក់បណ្ដោយមកឃើញអត់បាទគឺព្រោះចេញមកបាទមិនមែនតែហុយផ្សែងធម្មតាគឺព្រោះទៀតណាបាទគេថាព្រោះព្រេងចេញមកក្រៅបងប្អូនឥឡូវចាប់ដើមយកនៅគ្រឿងមកគុំរបស់វាបាទគឺចូលខាងក្រៅហ្នឹងដើម្បីរឿងឆ្លាស់យើងរឿងសិនងាយស្រួលហើយចំណែកមើលខាងម្លងរបស់គាត់នឹងគឺជ្រាបព្រេងផងដែរហើយមើលអាក្របខ្ចៅពីរហ្នឹងគឺរឿងសិតតែទូលីបាទហើយដូចចូលទៅវិញយើងនឹងលាងសម្អាតស្អាតឲ្យគាត់ផងដែរឥឡូវចាប់ដើមរើចេញដកដូចស្រួលតិចកន្លែងនេះបាទឥឡូវយើងដោះរួចហើយឃើញបងប្អូនបាទគឺសភាពគឺបែបនេះឃើញអត់បាទហើយបោះដីបោះឲ្យចេញស្អាតមកដើម្បីយើងរើទៅកុំឲ្យកតិចដីធ្លាក់ចូលទៅក្នុងម៉ាស៊ីនបាទហើយក៏យើងមានប្លង់ខ្ជាប់ដើម្បីឲ្យគ្រីកតិចដីនឹងគៀនហ្នឹងឲ្យចេញឆ្ងាយបាទឲ្យគ្រៀតចេញឆ្ងាយកុំឲ្យវាចូលនៅក្នុងម៉ាស៊ីនឃើញបាទមុននឹងយើងរើគឺយើងត្រូវសម្អាតចឹងហ្នឹងមិនមែនតែរើទៅឲ្យធ្លាក់ដីចូលក្នុងម៉ាស៊ីនទេអត់ទេបងប្អូនបាទគឺយើងរើចេញមកហើយយើងត្រូវសម្អាតឲ្យស្អាតផងដែរមុននឹងយើងរើការពារបាទយើងត្រឡប់ធ្វើឲ្យស្អាតទៅបាទនឹងធ្លាប់ហើយបាទដល់លេងចាប់ដើមយករីងចេញបាទរីងដូចរីងរឹងដែរបងប្អូនបាទរីងរឹងរែកឃើញបាទនេះឃើញស្នាមលហែកទីដែរឥឡូវយើងចាប់ដើមយកទុកសិនបាទតើមានស្រួលណាយើងចាប់ដើមលោកថ្មីអត់មានទុកទេកាលណារៀងរឹងចឹងហើយយើងប្រើបានយូរទេគឺមិនដាល់ឲ្យនឹងជ្រាបព្រេងកាលណាជ្រាបព្រេងលាក់ឡាក់គឺម្ចាស់គេមិនសប្បាយចិត្តជាមួយយើងទេបាទអញ្ចឹងយើងត្រូវតែធ្វើឲ្យស្អាតមកបាទចាប់ដើមធូរនៅខ្ចៅញងលកាមបើមុនបទូគឺយើងសេរីចំពួងលកាមមកដែរបាទយកសដល់កន្លែងខ្ចៅទៅទីលកាម
ហើយដោះទុំទីលកាមកក៏យើងវាស់មើលផងដែរតើខ្សៅហ្នឹងនៅបណ្ណាខ្សៅហ្នឹងនៅបណ្ណាទៅញលកាមបាទយើងចប់មកទីបាទតើច្បាប់កម្មនេះអាចប្រើបានអត់ប៉ុណ្នេះគឺអាចប្រើបានដែរបងប្អូនបាទគឺនៅខ្ពស់គូសពដែរបាទប៉ុណ្ណឹងអាចប្រើការបានហើយបាទញលកាមយើងបាទឥឡូវចាប់ដើមដោះខ្សៅទៅជាងពីដើមនេះចេញបាទខ្សៅជាងពីដើមហ្នឹងបន្តទៀតក៏យើងយកញលកាមបបលយកខ្សៅពីដើមចេញសិនបាទកាលណាយកខ្សៅពីដើមទេយកខ្លះយើងអត់ចេញទេបាទតទៅទៀតគឺយើងយកកន្លែងខ្សៅញលកាមយើងពីដើមមកដែរបាទបបលយកចេញមកបាទឃើញហ្នឹងបាទឥឡូវយើងយកចេញមកហើយបន្តទៀតគឺយើងយកខ្សៅបាទខ្សៅខ្លះយើង4ក្របហ្នឹងយើងប្រើតោយើងដោះចាំក្រោយបាទម៉ូទ័រយើងដោះតិចឲ្យវាលឿនតិចកាលយើងប្រើសោឬក្រែករៀងយូរតិចបាទយើងប្រើម៉ូទ័រយើងក្រោយទៅហើយវាក៏នៅសភាពការយើងផងដែរបងប្អូនបាទឥឡូវចាប់ដើមដោះចេញមកហើយដោះខ្សៅអស់ហើយបាទខ្សៅមួយទៀតបាទដោះបបលចេញមករួចបាទយករងយកអីហើយមួយនឹងដោះគឺយើងពិនិត្យមើលស្ថានភាពផងដែរមិនមែនតែដោះមកបោះខ្សៅចោលដោះចោលទេអត់ទេមួយនឹងដោះចេញគឺយើងត្រូវពិនិត្យមើលដោះមួយមើលមួយផងដែរហើយចាប់ដើមយកកន្លះចេញមកក្រៅបាទយើងមើលពិនិត្យមើលបាទគឺឡើងខ្ញុំមកពេញកន្លែងហ្នឹងឃើញអត់កន្លែងយើងសម្អាប់ហ្នឹងហើយបន្ទាប់នេះគឺយើងយករងបាទរងដៃយើងហ្នឹងរងនេះយើងរៀងមិនស្រួលបងប្អូនបាទរៀងសាច់មិនសូវស្អាតសោះបាទឃើញបងប្អូនអាហ្នឹងយើងត្រូវដូរថ្មីមួយទៀតហើយបាទសំខាន់ណាស់កន្លែងហ្នឹងកាលណាយើងដាក់រងទៅអាចនឹងជ្រាបមកវិញបាទឥឡូវយើងចាប់ដើមមើលកន្លែងសមីរបស់យើងទៀតបាទចាប់ដើមមើលសមីចេញសមីនេះឡើងកញ្ញំបាទឡើងកញ្ញំខ្លាំងហើយក៏ជ្រាបប្រេងផងដែរមើលជ្រេងប្រេងបាទសើមលើចាប់ដើមទាញចេញមកបាទហើយអត់មើលតើសមីហ្នឹងវាមានស្នាមឆ្លូតបណ្ណាអីបណ្ដេញបាទឆ្លូតខ្លាំងមែនតើបាទ